ថ្ងៃនេះយើងនឹងលើកយកចំណុចដែលតាក់ទងទៅនឹងបញ្ហាភ្លៀងដែលប៉ះពាល់អ្វីខ្លះដល់ប្រទេសយើងហើយប៉ះពាល់ទៅដល់សង្គមផងដែរសំណួរគឺថាពេលភ្លៀងម្ដងវាទៅប៉ះពាល់ដល់ស្រែរបស់យើងខ្ញុំព្រោះវាធ្វើឲ្យរមាស់មិនបានដែរសោះពេលភ្លៀងម្ដងវាធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់ខ្ញុំព្រោះប៉ាម៉ារបស់ខ្ញុំក៏លលះហើយពេលភ្លៀងម្ដងវាទៅប៉ះពាល់ដល់ការដេករបស់ខ្ញុំព្រោះផ្ទះរបស់ខ្ញុំវាប្រសើរស្អីនឹងអៀងបានធ្វើឲ្យរំខានយ៉ាងខ្លាំងពេលភ្លៀងម្ដងវាទៅប៉ះពាល់ដល់ការជជែកជាមួយក្រុមគ្រួសារនិងការឆាតជាមួយ Wi-Fi វាធ្វើអាចឲ្យដាច់ Wi-Fi វាជាយ៉ាងក្រោយបញ្ហាដែលប៉ះពាល់ដល់មាន499ចំណុចប៉ុន្តែខ្ញុំលើកយកតែមួយចំណុចមកនិយាយទេព្រោះ498ទៀតខ្ញុំមិនដឹងខាញ់តែមួយចំណុចនោះគឺវាប៉ះពាល់ទៅដល់សួតរបស់ពុករបស់ខ្ញុំព្រោះពេលភ្លៀងម្ដងគាត់ជួយបារម្ភសូមអរគុណប្រិយមិត្តទាំងអ្នកភ្ញៀវយកទាំងអស់យើងនឹងធ្វើការរងចាំនៅសំណួរថ្មីគេសួរថាតើការបាត់បង់ព្រៃឈើធ្វើឲ្យប៉ះពាល់ទៅលើអ្វីខ្លះការបាត់បង់ព្រៃឈើវាធ្វើឲ្យប៉ះពាល់ទៅដល់ការរាំងស្ងួតភ្លៀងមិនទៀងទាត់ការពារព្យុះដែលពីការការពារការធ្វើឲ្យមានខ្យល់ព្យុះមិនមានព្រៃឈើវាមិនបានការពារការទប់នៅការច្រោះដីពេលដែលទឹកឡើងម្ដងភ្លៀងមិនទៀងទាត់ខ្ញុំសូមអរយោបល់សូមអរគុណសូមជួយ Subscribe នៅ Channel របស់ខ្ញុំនិងចូលទៅកាន់គេហទំព័រដើម្បីស្ដាប់មើលភាពយន្តនិងព័ត៌មានថ្មី www.hacktrip.blogspot.com ឬ The Minoy The Picture .tk សូមអរគុណសូមជួយ Subscribe ផង